Welcome to Paragon ISC, where global standards meet local values. Bàជំរាបសួរអរគុណខ្ញុំបាទឈ្មោះ Date សុខឧត្តមមែនតើនៅក្នុងវិស័យអ្វីក៏ដោយឬក៏ផលិតផលអីក៏ដោយនៅពេលដែលយើងយកមកប្រើប្រាស់គឺយើងតែងសង្កេតឃើញគេឲ្យគុណភាពឧទាហរណ៍ថា ISO អីមួយចឹងទៅពីព្រោះការកំណត់គុណភាពស្តង់ដារគឺតែងតែប្រើប្រព័ន្ធអីមួយដែលធ្វើឲ្យអ្នកប្រើប្រាស់គឺមានភាពទុកចិត្តព្រោះមានន័យថាផលិតផលនោះបានឆ្លងកាត់ប្រព័ន្ធស្តង់ដារវិតម្លៃដែលបញ្ជាក់អំពីគុណភាពរបស់ផលិតផលមួយនោះដោយឡែកនៅក្នុងវិស័យអប់រំក៏យើងមានប្រព័ន្ធនៃការគេហៅថាវិតម្លៃគុណភាពអប់រំដែរហើយមែនទែនទៅប្រព័ន្ធនៃការវិតម្លៃនោះវាមិនមែនមានតែមួយទេប៉ុន្តែសម្រាប់សាលាអន្តរជាតិ Paragon គឺយើងបានជ្រើសរើសយក CIS ដែលយើងហៅថា Council of International School ហ្នឹងដោយសារប្រព័ន្ធវិតម្លៃអប់រំនេះគឺមានលក្ខណៈទូលំទូលាយជាអន្តរជាតិកាលណាសាលាមួយគាត់ទទួលបានការវិតម្លៃគុណភាពអប់រំពី CIS ស្មើនឹងការបង្ហាញថាសាលាអន្តរជាតិមួយនោះគឺទទួលស្គាល់ជាលក្ខណៈអន្តរជាតិតែម្ដងបាទគុណប្រយោជន៍របស់ CIS គឺមានច្រើនប៉ុន្តែចំណុចដែលសំខាន់បំផុតដែលយើងអាចមើលឃើញជាក់ស្ដែងតែម្ដងគឺការទទួលស្គាល់សញ្ញាបត្រជាអន្តរជាតិរបស់សិស្សយើងមានន័យថាឧទាហរណ៍ថាការខ្ញុំជាចំនួនសិស្សរបស់សាលាសាមញ្ញដែលពីដើមសាលា Paragon មានឈ្មោះថាសាលាសាមញ្ញ25ឆ្នាំមុននៅពេលដែលយើងចប់ថ្នាក់វិទ្យាល័យយើងអាចទៅរៀននៅស្រុកគេបានក៏ប៉ុន្តែដោយសារពេលនោះគេមិនសូវស្គាល់អីអញ្ចឹងយើងសញ្ញាបត្រយើងគឺតែងតែមានគេសួរឲ្យថាមកពីណាហើយគេត្រូវជជែកសួររកឬគល់ឬមួយក៏គេផ្ញើអ៊ីមែលមកសួរនាយកសាលាថាគុណភាពនៅនេះយ៉ាងម៉េចដែរប្រើប្រាស់ប្រព័ន្ធអប់រំអ្វីអីចឹងទៅក៏ប៉ុន្តែជាគុណប្រយោជន៍ធំរបស់ CIS គឺមានន័យថានៅពេលដែលសិស្សយើងគាត់ទទួលបានសញ្ញាបត្រពីសាលាអន្តរជាតិ Paragon ហើយមានការទទួលស្គាល់ពី CIS គឺសញ្ញាបត្រនោះមានតម្លៃជាលក្ខណៈអន្តរជាតិគាត់អាចដាក់ពាក្យទៅសិក្សានៅសាកលវិទ្យាល័យណាមួយក៏ដោយដែលជាសាកលវិទ្យាល័យធំលំដាប់នៅសហរដ្ឋអាមេរិកក្តីនៅអូស្ត្រាលីក្តីឬក៏ចក្រភពអង់គ្លេសក្តីគឺមានការទទួលស្គាល់ដោយមិនមានការសួរនាំនេះជាគុណប្រយោជន៍ដ៏ធំបំផុតរបស់សញ្ញាបត្រដែលទទួលស្គាល់ដោយ CIS ក្រៅពីនោះគឺជាគេហៅថាគុណប្រយោជន៍ដែលយើងមើលមិនឃើញនឹងភ្នែកទេប៉ុន្តែជាលក្ខណៈដោយប្រយោលពីព្រោះកាលណាយើងមុននឹងយើងទទួលបានការវាយតម្លៃទទួលស្គាល់គុណភាពទាមទារឲ្យយើងបំពេញបាននៅស្តង់ដារច្រើនដែលសាលាត្រូវតែបំពេញបានហើយក្នុងនោះបែងចែកទៅជាឧទាហរណ៍ថាជាតកតងនឹងការអភិបាលកិច្ចតកតងនឹងគុណភាពអប់រំតកតងនឹងសម្ភារៈរូបវន្តតកតងនឹងការគាំពារសេវានិស្សិតអីជាដើមអញ្ចឹងដើម្បីសាលាអាចបំពេញលក្ខខណ្ឌនោះបានគឺត្រូវតែសាលានិងសហគមន៍របស់សាលាទាំងមូលត្រូវបំពេញស្តង់ដារនោះឲ្យបានបើមិនជាបំពេញឲ្យបានគឺអត់បានទទួលស្គាល់វិតម្លៃដូច្នេះជាគុណប្រយោជន៍ដោយប្រយោលនោះមានន័យថាសាលារបស់យើងពីមួយឆ្នាំទៅមួយឆ្នាំគឺគុណភាពត្រូវតែប្រសើរជាងមុនដើម្បីយើងអាចទទួលបានការវិតម្លៃគុណភាពនេះបាទ With CIS accreditation, we shape leaders ready to transform the future. Explore the CIS difference at Paragon ISC. Together, we are shaping a brighter future.